ថានភាពនយោបាយនេះដូចខ្ញុំនិយាយចឹងគឺភាពតានតឹងនៃរបបអំណាចនេះវាកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលលំបាកកាលណាពួកគេស្ថិតនៅក្នុងស្ថានភាពលំបាកអញ្ចឹងគេកាន់តែផ្ដល់ការលំបាកនិងការស្លាប់ការលំបាកដល់យើងកាន់តែច្រើនឡើងលំបាកបែបណាករណីដែលទៅប្រជុំនៅសហរដ្ឋអាមេរិករបស់ហ៊ុនម៉ាណែតមិនមែនគ្រាន់តែប្រជុំដើម្បីឲ្យបង្ហាញថាចូលរួមគ្រប់គ្រងសន្តិភាពទេនៅក្នុងកត្តាទាំងអស់នោះគឺត្រូវបានជំរុញឲ្យមានការដកខ្លួនចេញពីកុម្មុយនីសចិននិងយួនដើម្បីធ្វើឲ្យកម្ពុជាឯករាជ្យ 100% ហើយនៅក្នុងកត្តាទាំងអស់នេះដែរកន្លងមកយើងឃើញថាសម្រាប់ពេលកន្លងមកប្រទេសកម្ពុជាត្រូវបានមានការជំរុញពីអន្តរជាតិជាពិសេសសហរដ្ឋអាមេរិកតែងតែជំរុញឲ្យមានការដកខ្លួនចេញពីកុម្មុយនីសចិនម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតតាំងពីសម័យខ្មោចអាស័យអនុរហូតមកដល់សម្ដេចណែតជិត100ឆ្នាំនេះដូចគ្នាប៉ុន្តែរបបអស់នេះមើលងាយសហរដ្ឋអាមេរិកនៅពេលខាងមុខនេះអាមេរិកគេអត់ចាំបាច់ថាអ្នកឯងចង់ដកឬក៏មិនដកទេអាមេរិកនឹងបង្កើតច្បាប់មួយដោយតម្រូវការឲ្យប្រទេសឬក៏អ្នកនយោបាយទាំងអស់ណាស់ដែលបំរើផលប្រយោជន៍ឲ្យកុម្មុយនីសមិនថាកុម្មុយនីសយួនចិនឬក៏កុម្មុយនីសរុស្ស៊ីអ៊ីរ៉ង់ទេត្រូវតែដកខ្លួនចេញពីកុម្មុយនីសជាដាច់ខាតបើមិនដូច្នោះទេត្រូវមានទោសតាមផ្លូវច្បាប់ជាធរមានដែលមិនអាចប្រកែកបានដោយកន្លងមកទេលើកនេះគឺមិនមែនគ្រាន់តែជារឿងគ្រាន់តែជំរុញទេគឺការអនុវត្តដោយមានប្រសិទ្ធភាពអូខេកន្លងមកសហរដ្ឋអាមេរិកផ្ដល់ឱកាសឲ្យក្រុមនយោបាយមិនថាអ្នកវិនិយោគទុនមិនថាអ្នកនយោបាយគឺទាំងអស់និយាយរួមឲ្យតែអ្នកសហការជាមួយនឹងជនផ្ដាច់ការឬក៏ជនអាក្រក់ទូទាំងពិភពលោកសហរដ្ឋអាមេរិកផ្ដល់ឱកាសឲ្យក្រុមនយោបាយនិងអ្នកបម្រើកុំម្នេះចិនដកខ្លួនចេញម្ដងហើយម្ដងទៀតជាពិសេសដូចនៅកម្ពុជាហើយពួកវាគឺមិនព្រមទេគ្រាន់តែពន្យាពេលដោយគិតថាអាមេរិកនឹងមិនហ៊ានអនុវត្តជាក់ស្ដែងចាប់ពីពេលនេះតទៅពួកវានឹងលែងមានជំរើសឬសិទ្ធិហើយបានន័យថាសហរដ្ឋអាមេរិកជាមួយនឹងការអនុម័តសេចក្តីព្រៀងច្បាប់មួយចំនួនតាក់ទងនឹងការឈ្លានពានតៃវ៉ាន់តាក់ទងនឹងឯករាជ្យបានន័យថាកាលណាច្បាប់នេះចេញមកអញ្ចឹងប្រទេសណាដែលរំលោភបំពានប្រទេសមួយទៀតជិះជាន់បិទសិទ្ធិសេរីភាពនៅក្នុងប្រទេសណាដែលប្រជាជនត្រូវបានរងការជិះជាន់គៀបសង្កត់ដោយបណ្ដាញនៃកុម្មុយនីសគឺច្បាប់នេះអនុវត្តមានប្រសិទ្ធភាពបំផុតអូខេសហរដ្ឋអាមេរិកជាមួយនឹងការអនុវត្តសេចក្តីព្រាងច្បាប់មួយចំនួនតាក់ទងនឹងការរំលោភបំពានតៃវ៉ាន់ដែលត្រូវធ្វើឲ្យតៃវ៉ាន់ត្រូវតែឯករាជ្យភាពហុងកុងឯករាជ្យคล้ายទៅជាម្ចាស់សេរីភាពពេញលេញកម្ពុជាត្រូវតែឯករាជ្យបានន័យថាឲ្យតែប្រទេសស្ថិតនៅក្នុងការគ្រប់គ្រងបណ្ដាញនៃការត្រួតត្រារបស់កុម្មុយនីសគឺប្រទេសទាំងនោះត្រូវតែឯករាជ្យជាធរមានដែលមិនអាចប្រកែកបានអាហ្នឹងដូច្នេះសំណួរសួរថាតើរបបអាឆ្កែយួនចិននេះទីសន្តិភាពជាមួយអ្នកទាំងអស់គ្នាទេតើវាអាចជ្រើសរើសបានទេបើជ្រើសរើសជាមួយនឹងសហរដ្ឋអាមេរិកវាត្រូវតែប្រឆាំងជាមួយចៅជាមួយអាមេរិកអាចនិយាយគ្នាបានតែជាមួយនឹងយួនចិនគឺជាចៅគឺជាឃាតករមិនអាចនិយាយគ្នាបានទេអញ្ចឹងតើវាជ្រើសរើសយកមួយណាវាច្បាស់ណាស់មិនជ្រើសរើសយកអាមេរិកទេវាច្បាស់ជាជ្រើសរើសយកយួនចិនហើយដូច្នេះដើម្បីជ្រើសរើសយកយួនចិនត្រូវធ្វើម៉េចគឺបង្ហាញរូបភាពឲ្យមើលឃើញថាប្រជាជនខ្មែរទូទាំងប្រទេសគឺពិតជាគ្រប់គ្រងការដឹកនាំរបបឆ្កែយួនចិននេះយ៉ាងពេញលេញនៅក្នុងការបង្ហាញឲ្យមើលឃើញថារូបភាពមានការសប្បាយរីករាយគ្រប់ទីកន្លែងដូចជាឲ្យមើលឃើញមានការរៀបចំដើរកំសាន្តទីធ្លាមាត់ទន្លេនៃទីក្រុងភ្នំពេញអីមានភាពរីករាយសប្បាយអីហ្នឹងអាហ្នឹងគឺជាទីផ្សារនៃការដើម្បីជាគេហៅថាហេតុផលប៉ុន្តែហេតុផលទាំងអស់នេះវាមិនអាចគ្រប់គ្រងនៅច្បាប់របស់សហរដ្ឋអាមេរិកបានទេដូច្នេះនេះគ្រាន់តែជាលទ្ធផលមួយនៅក្នុងការបិទបាំងប្រជាពលរដ្ឋខ្លួនឯងឲ្យយល់ថាមិនបានត្រូវទណ្ឌកម្មអន្តរជាតិ
chẳng được không chuẩn lọ bị pen đi to tư đào pen đại bắp nút chân chỉ thôi là miền cả nụ quạt cứ trâu tại miềnประสิทธิภาพដូចនេះការស្លាប់គ្រប់ទីកន្លែងនិងគ្រប់រូបភាពរបស់ខ្មែរគឺមិនអាចជៀសផុតទេអូខេម្ដងទៀតរបបផ្ដាច់ការផ្ដាច់ខ្លួនចេញពីបកគុំនេះទូទាំងពិភពលោកកន្លងមកសហរដ្ឋអាមេរិកផ្ដល់ឱកាសឲ្យក្រុមនយោបាយឬក្រុមអ្នកវិនិយោគអិសរាជជនជាន់ខ្ពស់ទាំងអស់នៅលើពិភពលោកដើម្បីឲ្យដកខ្លួនចេញពីកុម្មុយនីសប៉ុន្តែមួយចំនួនធំគឺមិនបានធ្វើតាមការស្នើឬក៏ការប្រឹក្សាយោបល់ពីសហរដ្ឋអាមេរិកទេដោយយល់ថាអាមេរិកនឹងមិនមានការអនុវត្តដោយមានប្រសិទ្ធភាពនោះទេដូច្នេះសហរដ្ឋអាមេរិកជាមួយនឹងការអនុវត្តសេចក្តីព្រៀងច្បាប់ហើយកាលណាគេអនុវត្តសេចក្តីព្រៀងច្បាប់នេះហើយច្បាប់ចូលជាធរមានហើយពេលដែលច្បាប់ចូលជាធរមានបានន័យថាមូលដ្ឋានទ័ពចិននៅប្រទេសកម្ពុជានេះគឺត្រូវតែផ្ទុះលែនដ្ឋាននៅក្រៅដីនៅក្នុងប្រទេសកម្ពុជាទាំងអស់នឹងត្រូវផ្ទុះទាំងអស់គឺមិនអាចបាត់បង់បានទេដែលធ្វើឲ្យប្រទេសទាំងអស់ដូចជាតៃវ៉ាន់ហុងកុងកម្ពុជានិងស៊ីនជាងឡាក់ខ្លាយនឹងខ្លាយទៅជាប្រទេសនឹងតំបន់ដែលឯករាជ្យរៀងខ្លួនហុងកុងក៏ខ្លាយជាឯករាជ្យនេះពេលអនាគតកម្ពុជាក៏ឯករាជ្យហើយសហរដ្ឋអាមេរិកនិងអឺរ៉ុបនឹងយកហុងកុងមកវិញផ្ដាច់ប្រាក់មកន័យថាផ្ដាច់រូបិយប័ណ្ណប្រាក់ដុល្លារហុងកុងចេញពីចិនដីគោកហេតុអីបានត្រូវយកហុងកុងកន្លងមកហុងកុងគឺជាប្រទេសមួយដែរបានផ្ដាច់ខ្លួនចេញពីចិនដីគោកហើយយើងដឹងហើយកន្លងមកយុវជនហុងកុងដែលបានធ្វើបាតកម្មទាមទារសេរីភាពនៅហុងកុងក្រោយមកត្រូវបានមន្ត្រីនិងពួកអ្នកវិនិយោគនៅហុងកុងក្បត់ប្រទេសជាតិធ្វើឲ្យហុងកុងធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់កុម្មុយនីសចិនអញ្ចឹងហុងកុងคล้ายទៅជាបាត់បង់សេរីភាពដូចកម្ពុជាអញ្ចឹងហើយហុងកុងគឺជាទីផ្សារពាណិជ្ជកម្មអន្តរជាតិមួយដ៏ធំដែលជាទីផ្សារសម្រាប់សហរដ្ឋអាមេរិកនិងអឺរ៉ុបផងដែរអូខេហើយដាក់ទណ្ឌកម្មមន្ត្រីហុងកុងនិងហិរញ្ញវត្ថុហុងកុងហើយការពារប្រជាជនហុងកុងនិងប្រជាជនផ្សេងទៀតដែលបានគ្រប់គ្រងដោយរបបផ្ដាច់ការប៉ុន្តែយើងតម្រាំតែគេដល់ដំណាក់កាលនោះយើងងាប់អស់ហើយអញ្ចឹងអ្នកទាំងអស់គ្នាដឹងខ្លួនឯងត្រូវធ្វើអីហើយចំណែកឥឡូវនេះស្ថានភាពការបោះពុម្ពលុយបន្ថែមហើយបានន័យថាការបោះពុម្ពលុយនេះមិនមែនបានន័យថាលុយដែលធ្លាប់បោះពុម្ពហើយនោះវាអស់ទេកន្លងមកការបោះពុម្ពឧទាហរណ៍ថាតម្រូវការបោះពុម្ពប៉ុន្មាន 1000 លានឬក៏ 2000 លានដុល្លារអញ្ចឹងបើគេបោះពុម្ពនេះតម្រូវការចាយដំណាក់កាលទី1នេះប៉ុន្មាន 1000 ឬក៏ 2000 លានអញ្ចឹងគេត្រូវបោះ 5000 លានអញ្ចឹងដកចាយអា 2-3000 លាននេះហើយអា 2000 លានទៀតនោះសម្រាប់គេហៅថាកម្រៃជើងសាររបស់អ្នកចូលរួមសហការដែលក្នុងនោះចំណែកធំជាងគេគឺគ្រួសារតកូលហ៊ុនបានន័យថាដោយត្រីចបាអញ្ចឹងបាច់បន្តិចម្នាក់ហើយអាធំគឺគ្រួសារតកូលហ៊ុនចំណែកឥឡូវនេះទៀតលុយចាស់ក៏ត្រូវបញ្ចេញយកមកចាយអាលុយបោះពុម្ពហើយនោះក៏ត្រូវបញ្ចេញយកមកចាយហើយស្របពេលនៅក្នុងដំណាក់កាលដែលកំពុងតែដួលរលំសេដ្ឋកិច្ចធ្ងន់ធ្ងរនេះក៏ត្រូវបានបង្កើននៅក្នុងការបោះពុម្ពលុយបន្ថែមទៀតបងប្អូនគ្រាន់តែសង្កេតមួយបានហើយពេលណាដែលឃើញមានការផ្សព្វផ្សាយអំពីការប្រៀបធៀបលុយคล้ายៗនិងលុយពិតប្រាកដបានន័យថាយុទ្ធសាស្ត្រនៃការបញ្ចេញលុយដែលបោះពុម្ពថ្មីនឹងចេញឲ្យប្រើបន្ថែមទៀតហើយព្រោះ style របស់គេធ្វើតែបែបហ្នឹងតាំងពីដើមមកម្លេះជាង40ឆ្នាំហ្នឹងកាលណាគេត្រូវការបោះពុម្ពលុយគឺគេធ្វើ style អញ្ចឹងគេឲ្យមើលឃើញថាអូនេះកន្លែងអគិសនីអត់ព្រមទទួលលុយខ្មែរទេប្រាក់រូបិយប័ណ្ណខ្មែរទេមិនឲ្យតម្លៃទេបានន័យថាគេបានត្រៀមនឹងបញ្ចេញលុយដែលគេបោះពុម្ពហើយដែលជាការបោះពុម្ពคล้ายៗដើម្បីបញ្ចេញឲ្យវាចរាចរណ៍ឲ្យប្រជាពលរដ្ឋជួយប្រើប្រាស់คล้ายទៅជាលុយស្របច្បាប់នៅក្នុងការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាដើម្បីទប់អំណាចអញ្ចឹងវាអត់ពិបាកនៅក្នុងការយល់ឯពេលណាអ្នកទាំងអស់គ្នាសង្កេតឃើញបែបនេះបានន័យថាលុយគេដាក់គេនឹងជំរុញឲ្យការចាយលុយដើម្បីជួយលាងលុយរបស់គេទៀតហើយហើយមួយទៀតពាក់ព័ន្ធជាមួយនឹងការបោះ
សម្អាតដីក្នុងពេលដែលខ្ញុំបង្ហាញអំពីព័ត៌មាននៅក្នុងប្រទេសចិនឲ្យមើលឃើញថាបាត់វត្តមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលខ្ញុំបង្ហាញព័ត៌មានដល់អ្នកទាំងអស់គ្នាដែលទាំងអស់គ្នាគ្រាន់តែដឹងថាគោលនយោបាយនៅចិនហើយនៅកម្ពុជាគឺគោលនយោបាយតែមួយទេអញ្ចឹងកាលណាគោលនយោបាយនៅចិនគឺគេអនុវត្តបទបញ្ជាបែបនេះអញ្ចឹងនៅប្រទេសកម្ពុជាការអនុវត្តនៅក្នុងការកម្ចាត់មន្ត្រីនៅផ្ទៃក្នុងក៏ដូចគ្នាមិនបានខុសគ្នានោះទេតែក្នុងក្រុមមន្ត្រីទាំងអស់សុទ្ធតែដឹងថាថ្ងៃចុងក្រោយបានន័យថាលទ្ធផលចុងក្រោយនេះនឹងមកដល់ចំពោះពួកគាត់ប៉ុន្តែពួកគេមួយចំនួនគ្មានអំណាចសម្រាប់អ្នកគ្មានអំណាចបានត្រឹមតែរងចាំពេលវេលាស្លាប់បានន័យថាពេលនៅមានជីវិតរស់ដោយអស់សង្ឃឹមផឹកបានស៊ីបានសបាយបានបើកឡានបើកបោអីបុកនេះបុកនោះស្លាប់ក៏អត់បញ្ហាជាប់គុកអីក៏អត់បញ្ហាដែរព្រោះវាដល់ដំណាក់កាលដែលត្រូវជួបរឿងទាំងអស់នេះអញ្ចឹងហើយនៅក្នុងករណីឲ្យមើលឃើញថាមន្ត្រីជាច្រើនមានករណីដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដោយការប្រើប្រាស់គ្រឿងស្រវឹងអស់នេះគឺជាប្រភេទមន្ត្រីដែលដោតចូលដល់ដំណាក់កាលនៃការអស់សង្ឃឹមនឹងឯងភាគច្រើនគឺអញ្ចឹងចំណែកមន្ត្រីមួយចំនួនធំដែលគាត់ដឹងថាលទ្ធផលគាត់បែបនេះតែគាត់មានគំនិតនៅជាតិនិយមគឺគាត់បានអនុវត្តយុទ្ធសាស្ត្រហុយមួយចំនួនគឺគាត់មិននៅស្ងៀមទេមិនរងចាំសេចក្តីស្លាប់ទេហើយមួយទៀតក្រុមហ៊ុនយួនចិននៅក្នុងប្រទេសកម្ពុជានឹងត្រូវបានបណ្ដឹងចេញពីកម្ពុជានៅពេលដ៏ខ្លីខាងមុខនេះសំណួរសួរថាតើអាចទៅរួចដែរទេបើពឹងឲ្យរបបអាឆ្កែយួនចិននេះធ្វើគឺទៅមិនរួចទេប៉ុន្តែអ្វីគ្រប់យ៉ាងគឺច្បាប់របស់អាមេរិកកាលណាអាមេរិកត្រូវការកាត់ផ្ដាច់ហិរញ្ញវត្ថុសេដ្ឋកិច្ចរបស់អាកុម្មុយនីសចិនបើវានៅតែបន្តការឈ្លានពាននិងបង្កសង្គ្រាមត្រជាក់សង្គ្រាមមេរោគដែលគេហៅថាសង្គ្រាមលោកលើកទី3បន្តទៀតអញ្ចឹងសេដ្ឋកិច្ចរបស់អាកុម្មុយនីសចិនទាំងអស់ទូទាំងពិភពលោកគេត្រូវតែកាត់ផ្ដាច់ដូច្នេះគ្រប់ប្រទេសនៅទូទាំងពិភពលោកត្រូវតែបណ្ដេញក្រុមហ៊ុនវិនិយោគរបស់ចិនយួនចេញពីប្រទេសរបស់ខ្លួន 100% ដោយមិនមានសិទ្ធិតវ៉ានិងប្រកែកបានព្រោះក្រុមហ៊ុនវិនិយោគទាំងអស់នេះសិតតែជាក្រុមហ៊ុនវិនិយោគខុសច្បាប់មិនមែនជាក្រុមហ៊ុនវិនិយោគស្របច្បាប់នោះទេយើងមើលនៅក្នុងប្រទេសកម្ពុជាតើការវិនិយោគផ្នែកវិស័យកាត់ដេរវៃអនភ័ណ្ឌតើពួកវាបានគោរពច្បាប់នៃពលកម្មកម្មការិនីដែរឬអត់យើងមើលតម្លៃប្រាក់ពលកម្មតម្លៃការងារការផ្ដល់នៅផាសុខភាពដល់កម្មការនេះតើវាបានផ្ដល់ជូនដល់កម្មការនេះគ្រប់លក្ខខណ្ឌដែរទេឧទាហរណ៍ដូចផ្ទាល់ថ្ងៃនេះឲ្យមើលឃើញថាមានករណីកម្មការនេះម្នាក់ត្រូវបានដួលស្លាប់នៅក្បែរម៉ាស៊ីនដេរបើយើងនិយាយភាសាសាមញ្ញដែលក្នុងនាមយើងជាមនុស្សដែលគេដឹកនាំមិនឲ្យមានការយល់ដឹងគេយល់ថានេះគឺជាករណីខ្យល់កកបើសិនជានៅប្រទេសគេនៅលើពិភពលោកគ្រាន់តែនិយាយពាក្យថាខ្យល់កកនេះណាពិភពលោកនេះវារលាយយូរណាស់មកទៅហើយតែមានតែកម្ពុជាទេដែលគ្រាន់តែឆ្លើយថាមនុស្សស្លាប់ពិតគ្រាន់តែឆ្លើយថាទាំងបេះដូងឬក៏ខ្យល់កឬមកពីគាត់នឹងហត់នឿយពេកញ៉ាំអត់គ្រប់គ្រាន់សំណួរសួរថាបើសិនជាអ្នកឯងជ្រើសរើសថាគាត់នឹងខ្យល់កដោយសារតែគាត់ញ៉ាំមិនគ្រប់គ្រាន់គាត់ធ្វើការច្រើនពេកអញ្ចឹងតើកត្តាការងារទាំងអស់នេះវាស្របច្បាប់ហើយឬនៅស្របច្បាប់ជាតិនិងអន្តរជាតិហើយឬនៅដូច្នេះទាំងអស់នេះសុទ្ធតែជារបាយការណ៍នៅក្នុងការដែលការវិនិយោគរបស់ក្រុមហ៊ុនចិនយួនទាំងអស់នៅទូទាំងប្រទេសកម្ពុជាគឺជាក្រុមហ៊ុនវិនិយោគខុសច្បាប់ហើយនៅពេលខាងមុខនេះតើអ្នកណានឹងមិនដឹងចេញបើសិនជារបបឆ្កែយួនចិននេះមិនអនុវត្តតាមច្បាប់ដោយមានប្រសិទ្ធភាពទេយុទ្ធសាស្ត្រកាត់ក្បាលនឹងរត់បរោគគ្រួសារមេចៅនេះដោយមិនអាចជៀសផុតទេរ៉ូទ្រីហ្កេសត្រូវតែកើតមាននៅក្នុងប្រទេសកម្ពុជាឆាប់នេះបានន័យថាអ្នកដែលផ្ដួលរំលំគ្រួសារតកូលហ៊ុនដែលជារ៉ូទ្រីហ្កេសគឺនឹងត្រូវចេញមុខនៅក្នុងពេលដ៏ខ្លីខាងមុខនេះដោយមិនអាចប្រកែកបានហើយនៅក្នុងករណីនេះមិនមែនតែនៅក្នុងប្រទេសកម្ពុជាទេគឺនៅទូទាំងពិភពលោកហេតុអីសហរដ្ឋអាមេរិកបញ្ជាឲ្យមានការផ្ដាច់ខ្លួនចេញពីបកគមនីចិនមិនត្រឹមតែបន្ទះឈីបបច្ចេកវិទ្យាមិនត្រឹមតែបច្ចេកវិទ្យាបន្ទះឈីបប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្នុងវិស័យទំនាក់ទំនងដ៏សំខាន់បំផុតជាង
đấy khăn này mình vô bản màn dân ho rồi bỏ chân nâng mình ai ho hai bàn để trong phone nơi status để miền nẹt comment xuống nhom ăn bài từ slide được không comment này của được trong chụp điệp chân nhom ăn miền về từ slide trái là chia sẻ không hay còn nhom mình bay từ bộ slide mình đấy mình trong vô hai pol đây mình vô bản màn dân ho rồi bỏ chân nâng mình ai ho hai bàn rất lưng nâng lẹ tranh bị lần hỏi cái nâng lẹ bị lơ mây đôi liền bằng toàn một miền ca đách luôn này hệ ra nguyệt thổ thổ nia kia chân nâng đua rồi lôm chia bằng to hai không hôn chân trâu ban vi bỏ hạ đôi bị phục lục tiếng mùl hai độ thôi từ bỏ tê chân vinh tiếng ọ mi hai đại chia hai pho đẹp trong một giây thả Campuchia là bên được lấy khả một ít trong hôn viên dục chân tiếng ọ nâng trâu tranh pi và đây Campuchia tiếng ọ trong bóng ôn hỏi từ còn lại rôn chạy để vía ban phơ ở dương hot nơi chỉ chuan kênh vào bánh công túc Ruby ở miền tim xa thế thế việc quan tại kênh dọcប្រទេសកម្ពុជាដើម្បីយកជាប្រទេសជាខេត្តរបស់វាតែប៉ុណ្ណោះឯងវាមិនបានយកប្រទេសកម្ពុជានៅក្នុងផ្លូវវិនិយោគទេគ្រាន់តែប្រើពាក្យវិនិយោគខ្លាំងៗហើយបន្ទាប់មកទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់ក្រុមគ្រួសារសមាជិករបស់មេដឹកនាំកុម្មុយនីសផ្ដាច់ការទូទាំងពិភពលោកទាំងអស់នឹងនិរទេសត្រឡប់ទៅប្រទេសរបស់ខ្លួនវិញឧទាហរណ៍ដូចជាអ្នកដែលជាជនជាតិខ្មែរដែលនៅអាមេរិកនឹងត្រូវបណ្ដេញចេញពីសហរដ្ឋអាមេរិកអ្នកដែលជាជនជាតិចិនត្រូវបណ្ដេញទៅប្រទេសចិនវិញដែលហើយមនុស្ស4នាក់ដែលមានឥទ្ធិពលខ្លាំងរបស់កុម្មុយនីសចិនដែលនៅអង់គ្លេសហើយបូករួមទាំងសមាជិកគ្រួសារត្រកូលហ៊ុនដែលរស់នៅអង់គ្លេសនៅឡុងដុនទីក្រុងឡុងសហរដ្ឋអាមេរិកនឹងបញ្ជូនមនុស្សជាច្រើនបានន័យថាឥឡូវនេះក្រុមពួកអ្នកពាក់ព័ន្ធដែលលៀងលុយកខ្វក់ដែលបានទៅជ្រកកោននៅប្រទេសអង់គ្លេសទាំងអស់អាមេរិកបានបញ្ជូនមនុស្សទៅស៊ើបអង្កេតនៅសហរដ្ឋនៅអង់គ្លេសយ៉ាងច្រើនហើយនៅពេលនោះអូខេទីក្រុងឡុងរួចហើយដើម្បីតាមដានពួកទាំងអស់នោះហើយពួកគេប្រកាសជានឹងត្រូវផ្ដន់ទាទោសពីបទលៀងលុយកខ្វក់នៅក្នុងនោះគ្រួសាររបស់តកូលហ៊ុនគឺកូនរបស់ហ៊ុនណេងយើងដឹងហើយដែលកន្លងមករបាយការណ៍ព័ត៌មានចេញឲ្យមើលឃើញថាកូនស្រីរបស់ហ៊ុនណេងតែការពិតសុទ្ធតែពាក់ព័ន្ធជាមួយនឹងលុយគ្រួសារតកូលហ៊ុនដែលលៀងលុយកខ្វក់ទាំងអស់នៅអង់គ្លេសនៅពេលខាងមុខគេនឹងត្រូវពួកទាំងអស់នេះនឹងត្រូវជាប់ទោសពីបទលៀងលុយកខ្វក់អាមេរិកកាលណាធ្វើហើយបើរត់រួចខ្លួនមិនហៅថាអាមេរិកទេអញ្ចឹងសរុបមកវិញតែខ្ញុំលើកឡើងថាគ្រួសារតកូលហ៊ុនដែលលៀងលុយកខ្វក់នៅប្រទេសអង់គ្លេសមិនថានៅអង់គ្លេសឬក៏នៅអឺរ៉ុបទេឬក៏នៅបារាំងនៅអូស្ត្រាលីទេអាមេរិកបានបញ្ជូនមនុស្សយ៉ាងច្រើនទៅគ្រប់ប្រទេសទាំងអស់ដើម្បីធ្វើការស៊ើបអង្កេតនិងចាប់ពួកដែលលៀងលុយកខ្វក់របស់បណ្ដាញកុម្មុយនីសទូទាំងពិភពលោកបារាំងក៏ច្រើនដែរនៅស្វីសក៏ច្រើននូវែលសេឡង់ក៏ច្រើនអង់គ្លេសក៏ច្រើនអូស្ត្រាលីក៏ច្រើននៅសៃប្រេសនិយាយរួមគឺនៅពេលខាងមុខនេះដូចខ្ញុំធ្លាប់ជម្រាបកន្លងមកថានៅពេលដែលអាមេរិកអនុវត្តនៅក្នុងការដែលបង្កើតនៅច្បាប់ដាក់ទោសការស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងការលៀងលុយក៏ខ្វក់ឧក្រិដ្ឋកម្មអនឡាញមេរោគការជួញដូរអាវុធការជួញដូរសេរីរាង្គវ៉ាក់សាំងឡាក់អញ្ចឹងអាមេរិកនឹងលាតត្រដាងអំពីពួកដែលលៀងលុយកខ្វក់នៅទូទាំងពិភពលោកដែលជាបណ្ដាញចារកម្មរបស់កុម្មុយនីសចិនទាំងអស់ទូទាំងពិភពលោកក្នុងនោះគ្រួសារសមាជិករបស់ប្រព័ន្ធបកកុម្មុយនីសទាំងអស់គឺត្រូវបានប្រកាសជាសាធារណៈហើយទ្រព្យសម្បត្តិរបស់ពួកគេទូទាំងពិភពលោកនៅពេលខាងមុខនេះនឹងប្រកាសជាសាធារណៈដូចគ្នាដូច្នេះស្ថានភាពនយោបាយរបស់គ្រួសារមេចៅស្រុកខ្មែរឥឡូវនេះគឺធ្ងន់ធ្ងរបំផុតកាលណាវាធ្ងន់ធ្ងរហើយវានឹងសំពងយើងគ្រប់រូបមន្តទាំងអស់ហើយអញ្ចឹងយើងទាំងអស់គ្នាគឺជាផ្ទាំងស៊ីបនៅក្នុងការបញ្ចេញកំហឹងរបស់ពួកវាហើយយើងគឺជាអ្នករងគ្រោះហើយនឹងស្លាប់
របាយការណ៍នេះអត់ទាន់មានចេញទេតែខ្ញុំចេញឲ្យមុនតែកុំជឿខ្ញុំតែចាំមើលសិនទៅថាវានឹងមកឬក៏អត់ប៉ុន្តែខ្ញុំខ្លាចតែយើងទាំងអស់គ្នាគ្មានពេលវេលាចាំមើលទេព្រោះគេសម្រាប់យើងមុនពេលវេលាគណៈបកកុម្មុយនីប្រឈមមុខនឹងសង្គ្រាមធំចំនួន3ហើយនៅក្នុងគណៈបកកុម្មុយនីទាំងអស់នេះក៏មានចំណែកនៅក្នុងគ្រួសារតកូលហ៊ុនដែលត្រូវពាក់ព័ន្ធនៅក្នុងផ្នែកមួយដែរស្ថានភាពនយោបាយនិងសេដ្ឋកិច្ចផ្ទៃក្នុងរបស់បកកុម្មុយនីទាំងអស់ទាំងកុម្មុយនីចិនទាំងកុម្មុយនីកម្ពុជាកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធំសម្បើមនិងមិនធ្លាប់មានពីមុនមកឃើញសម្ដេចប្រកាសថាឧក្រិដ្ឋកម្មអនឡាញបង្កឲ្យស្អីធ្វើឲ្យបាត់បង់តម្លៃវិនិយោគភាពស្មោះត្រង់នៅក្នុងប្រទេសកម្ពុជាសេដ្ឋកិច្ចល្អរបស់ប្រទេសកម្ពុជាបាត់បង់ឥឡូវហ្នឹងអត់ដឹងសោះអូខេស្ថានភាពនយោបាយនិងសេដ្ឋកិច្ចផ្ទៃក្នុងទី1គឺស្ថានភាពនយោបាយនិងសេដ្ឋកិច្ចផ្ទៃក្នុងរបស់គណៈបកកុម្មុយនីទាំងអស់និងគ្រោះមហន្តរាយធំសម្បើមនឹងមិនធ្លាប់មានពីមុនមកការតស៊ូនយោបាយនិងសេដ្ឋកិច្ចទាំងអស់បាននាំឲ្យមានភាពឯកោដែលធ្វើឲ្យបច្ចេកវិទ្យានិងអ៊ីនធឺណិតទាំងអស់គ្មានប្រយោជន៍ហេតុអីបានវាគ្មានប្រយោជន៍ឥឡូវនេះនៅប្រទេសកម្ពុជាគឺនៅតែគេហៅថាអ្វីដែលអាចឈរជើងបានគឺដោយសារតែបូករួមមនុស្សជាច្រើនរកលុយតាមប្រព័ន្ធអនឡាញផងហើយបូករួមមកប្រព័ន្ធអនឡាញនិងអ៊ីនធឺណិតនេះវាជាអ្នកដែលជួយបំពុលស្ថានភាពផងអញ្ចឹងនៅពេលខាងមុខនេះពេលដែល Freedom Go របស់អាមេរិកដាក់ចេញទូទាំងពិភពលោកប្រព័ន្ធអស់នេះវាត្រូវតែស្លាប់អញ្ចឹងប្រព័ន្ធបច្ចេកវិទ្យាហើយនិងអ៊ីនធឺណិតដែលគ្រប់គ្រងដោយប្រព័ន្ធកុម្មុយនីទាំងអស់វានឹងលែងដំណើរការហើយការវិលត្រឡប់ទៅអតីតកាលគឺมันអាចទៅរួចទេបាទន័យថាបើចង់ធ្វើឲ្យដូចសម័យមុនมันមានប្រព័ន្ធអ៊ីនធឺណិតវាអត់ទៅរួចទេมันអាចទេតែខ្ញុំនិយាយថាវានឹងធ្វើឲ្យប្រទេសរបស់ខ្លួនคล้ายទៅជាកូរ៉េខាងជើងមានចាំទេកាលណាធ្វើឲ្យคล้ายទៅជាប្រទេសកូរ៉េខាងជើងអញ្ចឹងប្រព័ន្ធអ៊ីនធឺណិតឬគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធបច្ចេកវិទ្យាគឺវាគ្រប់គ្រងទាំងមូលប៉ុន្តែវាអត់ទៅរួចទេដោយសារគេដឹងស្ថានភាពពួកអាកុម្មុយនីទាំងអស់នេះច្បាស់ជាវាអត់ដើរទៅតាមគន្លងនៃភាពត្រឹមត្រូវដែលអាមេរិកបានអនុវត្តនៅច្បាប់ទេដូច្នេះហើយបានជាអាមេរិកបង្កើតនៅ Freedom Go ដែលខ្លាំងគ្មានពីនៅលើโลกនេះដើម្បីទម្លុះនៃភាពងងឹតនិងភាពអាក្រក់នៃប្រព័ន្ធបច្ចេកវិទ្យាទំនើបរបស់អាកុម្មុយនីទូទាំងពិភពលោកហើយពួកវាមិនអាចគ្រប់គ្រងបានទេទី2សង្គ្រាមការទូតកន្លងមកប្រទេសកម្ពុជាឲ្យមើលឃើញថាមន្ត្រីការទូតគឺខ្លាំងណាកន្លងមកយើងឲ្យមើលឃើញថាមន្ត្រីការទូតដែលធ្វើការទូតនៅលើទីផ្សារអន្តរជាតិគឺខ្លាំងប៉ុន្តែមកពីយើងមើលមួយជ្រុងតែប៉ុណ្ណោះឯងដោយសារតែអន្តរជាតិគឺជាប្រព័ន្ធក្បត់ពិភពលោកបើសិនជាអន្តរជាតិដូចអាមេរិកឥឡូវនេះប្រព័ន្ធមន្ត្រីការទូតរបស់អាឆ្កែបំរើយួនចិននៅប្រទេសកម្ពុជាលែងស៊ីលុយហើយលែងមានប្រសិទ្ធភាពហើយកន្លងមកមន្ត្រីការទូតប្រព័ន្ធការទូតវាខ្លាំងដោយសារតែពួកអង្គការសហប្រជាជាតិឬក៏សហភាពអឺរ៉ុបវាក្បត់នឹងភាពសុចរិតនិងត្រឹមត្រូវដែលវាពាក់ព័ន្ធជាចង្កោមជាមួយនឹងរបបកុម្មុយនីទាំងអស់គឺបានន័យថាវាស្រឡាញ់លុយវាមិនស្រឡាញ់សិទ្ធិសេរីភាពពេញលេញដោយដែលវាទន្ទិញថាអូវាត្រូវការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យតែវាគឺជាអំពើពុករលួយដ៏ខ្មៅកខ្វក់ដែលពាក់ស្លាកប្រជាធិបតេយ្យនៅពីមុខតែប៉ុណ្ណោះឯងប៉ុន្តែឥឡូវនេះប្រព័ន្ធការទូតរបស់កុម្មុយនីវានឹងត្រូវដួលរលំទាំងអស់សង្គ្រាមការទូតទំនាក់ទំនងជាមួយនឹងអឺរ៉ុបជប៉ុនសហរដ្ឋអាមេរិកស្ទើរតែកំណត់ថាអ្នកណាដែលបកកុម្មុយនីចិនធ្វើអន្តរកម្មជាមួយបានន័យថាអ្នកណាដែលពាក់ព័ន្ធជាមួយនឹងប្រទេសណាដែលពាក់ព័ន្ធឬក៏មន្ត្រីណាឬក៏ផ្នែកណាពាក់ព័ន្ធជាមួយនឹងកុម្មុយនីចិននៅក្នុងពិភពលោកនឹងលែងនឹងកន្លែងដែលវាទៅដែលមានទំនាក់ទំនងទៅជាមួយនឹងរុស្ស៊ីកូរ៉េខាងជើងអ៊ីរ៉ង់និងអាហ្វ្រិកនឹងត្រូវបានកាត់ផ្ដាច់ការទូតជាមួយនឹងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបទាំងមូលអញ្ចឹងប្រព័ន្ធការទូតដាច់អំណាចដែលអាចឈរជើងខ្លាំងបាននៅក្នុងប្រទេសនីមួយបានទាល់តែការទូតនេះវាខ្លាំងដែរផ្នែកការទូតគឺស្មើនឹងផ្នែកនៃដង្ហើមពាណិជ្ជកម្មនិងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិនិងរក្សាអំណាចរបស់ខ្លួនប៉ុន្តែបើកាលណាទីផ្សារការទូតកាត់ដាច់ប្រព័ន្ធពាណិជ្ជកម្មអ្វីគឺសូន្យហើយ
mình mấy ban này thả ô đạch tới nhá đạch tới dường qua lấy dường đôi chưa có đây tháng chân khó hỏi nhảy mình miên xịt ăn nụ nhát oi nhảy vừa đôi có đây tháng chân kia bà sân nhảy vừa oi cho ăn đẹp đạch bạn ấy thằng này anh miên cũng nứt không mang nơi tay tổng nét tổng nốt rồi quan ca tu và quan bỏng ra pho phải giáo công mà đi nè anh miên mua bình lại bạn ấy mua không ai được không cá cắt đây của quan ca tu chân nè anh tới ban cổng tịch nè anh tới ban sòng lặng nè anh tới ban chuông nâng giọt để sạch cắt các bạn đài ra đoạn Americ vừa đôi Maduro này chẳng vừa đôi mê គ្រឿងញៀននៅមិចស៊ីកូអញ្ចឹងនេះគឺជាលទ្ធផលរបស់ជនរៃការទូទាំងពិភពលោកនឹងត្រូវប្រឈមมันអាចប្រកែកបានអូខេទំនាក់ទំនងជាមួយអឺរ៉ុបជប៉ុនសហរដ្ឋអាមេរិកស្ទើរតែកំណត់ថាអ្នកណាដែលបកកុម្មុយនីសចិនហៅកាត់ថា CCP ធ្វើអន្តរកម្មជាមួយនៅក្នុងពិភពលោកនិងកន្លែងដែលវាទៅទំនាក់ទំនងជាមួយរុស្ស៊ីកូរ៉េខាងជើងអ៊ីរ៉ង់និងអាហ្វ្រិកនឹងត្រូវកាត់ផ្តាច់ការទូតជាមួយសហរដ្ឋអាមេរិកនិងពិភពលោកហើយបកកុម្មុយនីសចិនមានជំនាញចំណែកបកកុម្មុយនីសទាំងអស់គឺមានជំនាញនៅក្នុងការតស៊ូអំណាចផ្ទៃក្នុងប៉ុន្តែគ្មានជំនាញក្នុងការតស៊ូខាងក្រៅទេនៅពេលដែលពិភពខាងក្រៅគឺបញ្ឈរនៅភាពស្មោះត្រង់និងសុចរិតមិនពុករលួយពួកវានឹងត្រូវដួលរលំនៅប្រព័ន្ធការទូតទាំងអស់មែនទេលោករដ្ឋមន្ត្រីប្រាក់សុខុនមែនទេហៅណាំហងអាយួនហៅណាំហងក្រសួងការបរទេសខ្មែរយួនក្រសួងសុខាភិបាលខ្មែរយួនក្រសួងអង្គភាពប្រឆាំងអំពើពុករលួយយួនហ្នឹងស្ថាប័នរបស់ខ្មែរកម្ពុជាហ្នឹងយួននៅអាផ្នែកអីគេសហព័ន្ធកីឡាចិនផ្នែកប្រព័ន្ធតារាចិនជាអ្នកគ្រប់គ្រងណាប្រព័ន្ធតារាបំពន់ប្រព័ន្ធសិល្បៈចិនគ្រប់គ្រងកីឡាចិនគ្រប់គ្រងសុខាភិបាលយួនការបរទេសយួនប្រឆាំងអំពើពុករលួយយួនហើយនៅផ្នែកសំខាន់ជាច្រើនទៀតគឺចិនយួនគ្រាន់តែដាក់ខ្មែរឲ្យមើលឃើញថាអូខ្មែរតួនាទីក្នុងនឹងទេតែការពិតអ្នកសម្រេចនៅក្នុងហេតុផលហេតុការណ៍ទាំងអស់គឺពួកអាយួនហើយនៅអាចិនទាំងអស់ព្រោះប្រទេសខ្មែរគឺជារបស់វា 100% យូរហើយទី3ការតាមដានប្រភពដើមមេរោគនិងវីរុសវ៉ាក់សាំងដែលពួកកុម្មុយនីសនឹងត្រូវប្រឈមនៅពេលខាងមុខនេះដែលខ្ញុំប្រាប់ថា3ចំណុចហ្នឹងអ្នកវិទ្យាសាស្ត្រនិងបញ្ញវន្តទូទាំងពិភពលោកបានចូលទៅក្នុងតំបន់បានសិក្សាស្រាវជ្រាវនិងបានរកភស្តុតាងជាក់លាក់យ៉ាងពិតប្រាកដនៅក្នុងការដែលដាក់ទោសទៅលើពួកអ្នកដែលបង្កសង្គ្រាមលោកលើកទី3ការសម្លាប់មនុស្សដោយមេរោគនិងវ៉ាក់សាំងនេះគឺជាសង្គ្រាមលោកលើកទី3រួចហើយបានន័យថាយើងបានជួបនឹងសង្គ្រាមលោកលើកទី3ហើយមិនមែនទាល់តែបាញ់គ្នាបានថាសង្គ្រាមទេក្រសួងខាងងារក៏យួនអាយ៉ាអើយលយណាស់តែហាក់ដូចជាសង្គ្រាមនៃប្រភពដើមនៃមេរោគនឹងនាំឲ្យមានវិបត្តិប្រជាជនទូទាំងពិភពលោកទូទាំងសម្រាប់គណៈបកកុម្មុយនីស CCP ផងដែរដែលពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដល់មនុស្សគ្រប់វ័យករណីដែលដួលស្លាប់របស់ខ្មែរទូទាំងប្រទេសខ្យល់កកាំងបេដងគឺសិតតែពាក់ព័ន្ធជាមួយនឹងករណីទាំងអស់នេះហើយឥឡូវនៅក្នុងប្រទេសកម្ពុជាគ្រប់ផ្នែកគ្រប់ប្រព័ន្ធគឺត្រូវបានកំពុងតែស៊ើបអង្កេតយ៉ាងម៉ត់ចត់ដោយសហរដ្ឋអាមេរិកមិនមែនគ្រាន់តែឧក្រិដ្ឋកម្មអនឡាញទេគឺគ្រប់ប្រព័ន្ធទាំងអស់ដូច្នេះបានន័យថារបាយការណ៍ផុសតាំងមាននៅក្នុងដៃអាមេរិកអស់ហើយគ្រាន់តែក៏រងចាំមើលថាតើរបបអាឆ្កែយួនចិននេះវាបត់ចង្កូតឬក៏អត់ប៉ុន្តែគេដឹងច្បាស់ 100% ថាវាអត់បានបត់ចង្កូតទេវាអត់ត្រូវការឲ្យអាមេរិកជួយសង្គ្រោះគ្រួសារវាដើម្បីឲ្យរួចខ្លួនពីអាយួនចិនដើម្បីឲ្យមានសុវត្ថិភាពដូចម៉ាឌូរ៉ូទេអញ្ចឹងវានឹងត្រូវទទួលនៅយុទ្ធសាស្ត្រកាត់ក្បាលកាលណាទទួលនៅយុទ្ធសាស្ត្រកាត់ក្បាលបានន័យថាប្រទេសកម្ពុជានឹងមានរ៉ូទ្រីហ្កេសចេញមុខនៅពេលដ៏ខ្លីខាងមុខនេះឆាប់នេះឯងរ៉ូទ្រីហ្កេសជាអ្នកដែលត្រូវផ្ដួលរំលំរបបឆ្កែយួនចិននៅក្នុងប្រទេសកម្ពុជាហើយជារ៉ូទ្រីហ្កេសដែលខ្លាំងបំផុតហើយជាមនុស្សដែលចំណិតបំផុតយើងមើលមួយទៀតកន្លងមក
ពួកជនរៃការទាំងអស់សំបីតែយើងមើលឧទាហរណ៍ដូចជាខាងកូរ៉េខាងជើងគឹមចុងអ៊ុនដែលតែងតែគិតថាខ្លួននឹងមានសុវត្ថិភាពដែលពេលប្រើយុទ្ធសាស្ត្រចង់ដឹងថាមន្ត្រីរបស់ខ្លួនអ្នកណាខ្លះក្បត់ឬក៏មិនក្បត់បានលាក់ខ្លួននៅក្នុងរថភ្លើងក្រោមដីដែលមានជម្រៅជ្រៅហើយបានបង្ហោះព័ត៌មានកឹមអ៊ីសុងដែលជាឪពុករបស់ខ្លួនដែលស្លាប់នោះយកមកបន្លំថាកឹមចុងអ៊ុនបានស្លាប់ហើយប៉ុន្តែបន្លំកន្លងមកនោះណាហើយមានអ្នកលើកឡើងថាអូកឹមចុងអ៊ុនស្លាប់ដែលខ្ញុំប្រាប់ថាអត់ទេកឹមចុងអ៊ុននៅអង្គុយនៅក្នុងរថភ្លើងក្រោមដីហើយគេដឹងថាអង្គុយនៅកៅអីលេខប្រមាណទៀតអាមេរិកមើលឃើញទាំងអស់កន្លងមកដូច្នេះកន្លងមកពួកនេះតែងតែអួតថាខ្លួននឹងមានទីទួលសុវត្ថិភាពដូចជាមេអ៊ីរ៉ង់រាល់ថ្ងៃនេះជាដើមដូចជាមេចៅស្រុកខ្មែររាល់ថ្ងៃនេះជាដើមតែងតែគិតថាខ្លួននឹងមានទីកន្លែងនៅក្រោមដីដ៏មានសុវត្ថិភាពប៉ុន្តែបញ្ជាក់ឲ្យច្បាស់រាល់កន្លែងទីតាំងរបស់មេអ៊ុក្រិតជនផ្ដាច់ការទូទាំងពិភពលោកដែលជាកន្លែងសម្ងាត់ទាំងអស់ឥឡូវនេះគឺត្រូវបានលាតត្រដាងបានន័យថាអាមេរិកដឹងពីកន្លែងនេះរួចអស់ទៅហើយมันអាចបិទបាំងទេអញ្ចឹងបានន័យថាកន្លែងសុវត្ថិភាពវាคล้ายទៅជាមិនសុវត្ថិភាពទៅហើយឃើញទេកន្លងមកគ្រប់ជនđạiការតែងតែក្អេងក្អាងព្រោះគិតថាមានកន្លែងសុវត្ថិភាពប៉ុន្តែចាប់តាំងពីម៉ាឌូរ៉ូទុះសុវត្ថិភាពផ្ទះសុវត្ថិភាពបានទេចាប់តាំងពីមានការដែលម៉ាឌូរ៉ូត្រូវផ្ទះសុវត្ថិភាពរបស់គាត់មិនសុវត្ថិភាពបានធ្វើឲ្យពួកគេកំពុងភ័យខ្លាចគ្រប់គ្នាប៉ុន្តែមិនប្រងដកថយទេសម្ដេចឯងក៏លើកឡើងថាបណ្ដាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាសេដ្ឋកិច្ចខ្មៅប្រព័ន្ធអនឡាញបច្ចេកវិទ្យាសេដ្ឋកិច្ចខ្មៅកំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជាយេសម្ដេចត្រូវចុះសម្ដេចមានដឹងទេថាអត់កំណើតណាដែលផ្ដល់ឲ្យពួកវាមកធ្វើរឿងអាក្រក់អញ្ចឹងនៅក្នុងប្រទេសកម្ពុជាសម្ដេចមិនក៏មិនចាប់មុខវាយកមកបាញ់ចោលមកណាហើយវាអាចធ្វើរឿងដល់ថ្នាក់នេះបានណាគឺវាស្មើនឹងជន់ក្បាលគ្រួសារសម្ដេចខ្លាំងណាស់ក្រែងកន្លងមកគ្រាន់តែអ្នកឧទាហរណ៍ដូចត្រឹមតែក្មេងស៊ីលុយលើក្បាលពុករបស់សម្ដេចណាដូចជាអង្គរៈដែលត្រូវបានបាញ់សម្លាប់ដោយរត់ច្រៀងនោះណា4នាក់នោះគ្រាន់ស៊ីលុយភ្លើងលើក្បាលពុកបន្តិចផងពុកឲ្យគេយកទៅបាញ់ចោលណាចុះហេតុអីបានជាបណ្ដោយឲ្យបុគ្គលមួយចំនួនណាដែលមានឥទ្ធិពលខ្លាំងជាងគ្រួសារសម្ដេចហ៊ានបើកដៃឲ្យពួកឧក្រិដ្ឋកម្មអនឡាញដែលមកប្រព្រឹត្តឧក្រិដ្ឋកម្មខ្មៅកោក្រិចពេញប្រទេសកម្ពុជាគ្មានចន្លោះក្នុងព្រៃក៏មានក្នុងដីក៏មានណាលើអាគារក៏មានខុនដូក៏មានអូតែលក៏មានកាស៊ីណូក៏មានបន្ទប់ល្អក៏មានបន្ទប់មិនល្អក៏មានចុះសម្ដេចមិនក៏មិនទាញក្បាលពួកវាយកមកបាញ់ចោលមកដែលវាបំផ្លាញមុខមាត់នៅក្នុងការដឹកនាំដ៏ល្អរបស់គ្រួសារសម្ដេចមិនក៏បណ្ដោយឲ្យអាគេបាញ់ទាំងអស់នេះនៅតែមានសុវត្ថិភាពសម្ដេចដឹងទេឬក៏សម្ដេចជំនះឲ្យវាមកតាមភាពខ្លាំងរបស់គ្រួសារសម្ដេចមិនសមមានអ្នកណាដែលមានសមត្ថភាពធ្វើរឿងទាំងអស់នេះទេមែនទេអញ្ចឹងសម្ដេចលើកឡើងទាំងអស់ហ្នឹងតើអាឆែមួយណាដែលវាបំរើផលប្រយោជន៍ឲ្យអាគមរាជិនមកបំផ្លាញកិត្តិយសខ្មែរបង្កឧក្រិដ្ឋកម្មខ្មែរក៏គ្រប់រហូតដល់ទាញ SBI ICE ចូលមកធ្វើការស៊ើបអង្កេតពេញប្រទេសកម្ពុជារហូតដល់ស៊ើបអង្កេតឃើញតំបន់គ្រឿងញៀនឃើញមូលដ្ឋានទ័ពគ្រប់ទីកន្លែងឃើញកន្លែងជួញដូរមនុស្សឃើញកន្លែងមន្ទីរពិសោធន៍មេរោគនៅប្រទេសកម្ពុជាអូច្រើនឃើញទេឃើញវានាំគ្រោះថ្នាក់ដល់របបសម្ដេចវានាំចង្រៃដូច្នេះខ្ញុំក៏នៅតែឆ្ងល់ប្រទេសកម្ពុជាបាននិយាយពីបង្ក្រាបបទល្មើសខុសច្បាប់ដោយឧក្រិដ្ឋកម្មវិញរាប់សំម៉ឺននេះហើយតែអាមេខ្លោងធំដែលសាកសមនេះរកមិនទាន់ឃើញចុះអាខ្មោចស្រុកមួយណាដែលមានសមត្ថភាពធ្វើការងារហ្នឹងចុះលោកមន្ត្រីខាងផ្នែកបង្ក្រាបនេះយ៉ាងម៉េចដែរលោកខ្ញុំក៏ឆ្ងល់ដែរណាចុះបើលោកពិតជាស្ម័គ្រចិត្តនៅក្នុងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មអនឡាញចុះហេតុអីក៏លោកបញ្ចាប់អាមេខ្លោងដែរជាខ្មែរនេះដែលវាខ្លាំងនេះមិនក៏មិនអោបក្បាលវាយកមកដាក់ទោសតាមផ្លូវច្បាប់ផងច្បាប់ពាក្យថាច្បាប់បុគ្គលមាន
តំណែងប៉ុណ្ណាក៏ដោយដែលប្រព្រឹត្តនៅទង្វើខុសច្បាប់អ្នកទាំងអស់នោះត្រូវតែនៅក្រោមច្បាប់ជានិច្ចច្បាប់មានសិទ្ធិនៅក្នុងការកាត់ទោសពួកវាគ្រប់ផ្នែកមិនថាឯងស្ដាច់ឪស្ដាច់ម៉ែស្ដាច់ឪនាយករដ្ឋមន្ត្រីម៉ែនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីក៏ដោយឲ្យតែប្រព្រឹត្តឧក្រិដ្ឋកម្មខុសច្បាប់ច្បាប់មានសិទ្ធិកាត់ទោសពួកវាទាំងអស់ចុះលោកច្បាប់ទាំងអស់គ្នានេះចាំកើតហើយយើងមើលមួយទៀតកំ pl ែងនៅលើ X ត្រូវបានគេសោចំអកយ៉ាងចាស់ដៃប៉ុន្តែมันចម្លែកទេព្រោះរបបអាឆ្កែយួនចិននេះវាមិនចេះខ្មាស់អៀនទេមុខវាក្រាស់ជាងស្បែកឆ្កែក្បែកស្បែកកវីតតកោតតកទៀតស្បែកកវីស្បែកគោទៅទឹកបានន័យតែស្វិតឲ្យក្រាស់มันងាយមុតមិនងាយលហើយទេគេសោចំអកថាតើការអនុវត្តការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាគេបែងចែកប៉ុន្មានស្តង់ដារអាពាក្យស្តង់ដារនេះណាអាយួនអោយួនទៀងសួរខ្ញុំពេលដែលខ្ញុំស្នើសុំធ្វើបាតកម្មទាមទារដោះលែងអង្គប្រធានអង្គការសង្គមស៊ីវិលណាអាហ្នឹងយើងនិយាយស្តង់ដារគេគិតថាយើងអត់ចេះភាសាណាប៉ុន្តែឥឡូវយកសំណួរណាអស់លោកអ្នកច្បាប់ខ្ញុំក៏ចង់ដឹងដែរតើការអនុវត្តការចាប់ពួកឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាតើបែងចែកប៉ុន្មានស្តង់ដារជួយប្រាប់ផងឬក៏ការដែលបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅប្រទេសកម្ពុជាចែកចេញជាខេត្តចែកចេញជាតំបន់តំបន់អីតំបន់ស្វាយរៀងតំបន់ស្វាយរៀងហើយដើរលក្ខណៈទេសចរមែនទេតំបន់ពោធិ៍សាត់ហើយដើរលក្ខណៈទេសចរទៅណាតំបន់នេះហើយដើរលក្ខណៈបងតូចបងធំដើរវាយគ្នាផងទាត់ផងសេចអាឡេអាឡូផងកាន់ដបងផងកាន់អីផងទៅណាតំបន់មួយទៀតឯងដាក់ខ្នោះដៃឬក៏យកអាខ្សែជន់នឹងចងដៃទាំងអស់ដូចយើងដាក់ខ្នោះអញ្ចឹងតើនេះគឺជាការអនុវត្តច្បាប់បង្ក្រាបឧក្រិដ្ឋកម្មឬក៏ជាការដែលបង្កើតឲ្យមើលឃើញថាប្រទេសកម្ពុជាចំណូលភ្ញៀវទេសចរអ្នកវិនិយោគមកដើរកំសាន្តជួយប្រាប់ផងអន្តរជាតិគេសោយចំអកពេញពិភពលោកកម្ពុជាយកច្បាប់មកធ្វើជាលបែងនៅក្រោមបាតជើងដែលមិនអោយតម្លៃច្បាប់ការអនុវត្តឧក្រិដ្ឋកម្មអនឡាញគ្រាន់តែជាលបែងដើម្បីបំពុលព្រឹត្តិការណ៍នៅក្នុងការពន្លឿនការប្រព្រឹត្តឧក្រិដ្ឋកម្មផ្សេងដូចជាគ្រឿងញៀនការជួញដូរមនុស្សសរីរាង្គនិងការលាងលុយកខ្វក់ជាច្រើនតែប៉ុណ្ណោះឯងដូច្នេះហើយទើបបានជាការបង្ក្រាបនេះវាត្រូវបែងចែកប្រព័ន្ធស្តង់ដារអាកន្លែងណាដាក់ខ្នោះអាកន្លែងណាដើរអាកន្លែងណា Hello Overly ដោយដើរទេសចរនេះការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញអស់លោកបើមានពេលទៅចូលទៅឆែកនៅក្នុង channel អីខ្លះទៅអស់លោកដែលជាមន្ត្រីអនុវត្តច្បាប់បើលោកមានខួរក្បាលជាមនុស្សដែលចេះខ្មាស់អៀនតែបើលោកអត់ខ្មាស់អៀនមិនបាច់មើលទេអស់លោកធ្វើចរិតដូចចវាយអស់លោកដែលចរិតឆ្កែយួនឆ្កែចិនអញ្ចឹងទៅធ្វើចរិតឆ្កែអញ្ចឹងទៀតទៅអានេះខ្ញុំគ្រាន់តែជូនយោបល់ទេបើអស់លោកមានខួរជាមនុស្សតែបន្តិចអស់លោកគួរតែចូលតាមដានព័ត៌មាននៅក្នុង channel X ទៅហើយព័ត៌មាននៅក្នុង channel X គឺជាព័ត៌មានទូទាំងពិភពលោកអស់លោកនឹងដឹងថាតើអស់លោកដែលជាអ្នកមានតួនាទីមុខតំណែងនៃអនុវត្តច្បាប់នោះតើគួរឲ្យខ្មាស់គេបែបណាតែបើអស់លោកមានស្បែកសេរីដូចជាអាឆ្កែបំរើយួនចិននៅកម្ពុជាទេអស់លោកមិនបាច់ទៅមើលទេអស់លោកនៅធ្វើចរិតឆ្កែអញ្ចឹងទៀតទៅណាសណ្ដានឆ្កែខោកថោមអញ្ចឹងទៀតទៅវាសមហើយដើម្បីទីទៀតបានទៅដល់ទីកក់ខ្មោចជាមួយនឹងអាឆ្កែបំរើយួនចិនហើយអត់ដូចខ្លួនទេហ្នឹងអ្នកដែលនៅតែបន្តដូចដែលផែនការរបស់អាឆ្កែយួនចិនមិនមែនខ្ញុំជាអ្នកកំណត់ទេតែអស់លោកចាំតែមើលថាវានឹងមកដល់អ្វីខ្លះនៅពេលដកខ្លីខាងមុខនេះប្រហែលជាគេអនុវត្តស្តង់ដារខេត្តខេត្តនេះអញខ្សែសម្ដេចធំជាងអញចង់ប្រឡែងវាឲ្យដើរដោយវងគោក៏បានខេត្តនោះស្នងការអញត្រូវការឲ្យវាអញ្ចឹងអញចង់បានអញ្ចឹងគ្មានអាណាខ្លាំងជាងអញស្នងការមែនទេលោកប្រហែលអញ្ចឹងហើយមិនទៅ
មានអ្នកខ្លះគេសួរថាអាមេរិកខ្លាំងអីគេយេអាមេរិកអត់ខ្លាំងទេណាអាមេរិកអត់ខ្លាំងទេព្រោះអាមេរិកអត់ចូលចិត្តអួតតែប្រទេសប៉ុន្មាននៅលើពិភពលោកដឹងថាសហរដ្ឋអាមេរិកផលិតអាវុធដោយប្រព័ន្ធបច្ចេកវិទ្យាមនុស្សក្រៅភពទេមានទេប្រហែលជាមានតែខ្ញុំអ្នកឈួតនឹងទេតែដឹងមកក្រៅពីនោះគ្មានណាគេឈួតតាមខ្ញុំទេណាមានមនុស្សឈួតយេតែស្ដាប់អ្នកឈួតនេះនិយាយសិនហើយចាំទទួលរបាយការណ៍ព័ត៌មានថ្មីនឹងមកបន្តទៅកុំភ័យសហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេដែលរីករាយនឹងបច្ចេកវិទ្យានៃអរិយធម៌អវកាសដូច្នេះសហរដ្ឋអាមេរិកអាចមានឥទ្ធិពលខ្លាំងណាស់ដូចជាយន្តហោះបំបាំងកាយ S117 F117 ដែលមានឈ្មោះថាណៃហុកចឹងណាដែលវាប្រើប្រាស់បច្ចេកវិទ្យាភពក្រៅទាំងអស់នេះបង្ហាញថាមនុស្សជាតិនឹងមានការផ្លាស់ប្ដូររបបកំហើញដ៏ធំមួយហើយមនុស្សជាតិនឹងប្រឈមមុខនឹងយុគសម័យ UFO និងមនុស្សក្រៅភពយ៉ាងពិតប្រាកដដោយសារការមិនជឿនឹងហើយទើបបានវាបរាជ័យដោយសារតែសហរដ្ឋអាមេរិកបានទំនាក់ទំនងជាមួយនឹងមនុស្សភពក្រៅដែលបានសិក្សាផ្នែកបច្ចេកវិទ្យាទំនើបខ្លាំងមនុស្សភពក្រៅគឺជាមនុស្សដែលមានផ្នែកបច្ចេកវិទ្យាខ្លាំងកំពូលហើយជាមនុស្សដែលមិនចូលចិត្តនៅអំពើអាក្រក់ទេមិនចូលចិត្តនៅប្រព័ន្ធមនុស្សអាក្រក់ទេដូច្នេះបើសិនជាភពផែនដីត្រូវមានទំនាក់ទំនងល្អជាមួយនឹងមនុស្សភពក្រៅត្រូវតែសម្អាតភាពអាក្រក់របស់មនុស្សអាក្រក់ទូទាំងពិភពលោកនេះជំនុនសិនដូច្នេះហើយបានជាសហរដ្ឋអាមេរិកកំពុងពន្លឿននៅក្នុងការបោះសម្អាតពួកអបដិការ